ខ្ញុំឈ្នះឆ្នោត160លានតែខ្ញុំប្រាប់អ្នករាល់គ្នាថាខ្ញុំជំពាក់គេ1.6លានមិត្តស្រីខ្ញុំស្ទាក់ស្ទើរសត្រូវស្នេហាឆ្លៀតឱកាសមិត្តរួមថ្នាក់សើចចំអកតែពួកគេមិនដឹងទេថាការជំពាក់បំណុលជាការកុហកការឈ្នះឆ្នោតជាការពិតអ្វីដែលខ្ញុំចង់លបងមើលគឺចិត្តមនុស្ស3 2 1រួចរាល់ហើយលោកបានជំរាបសួរនិងសូមអបអរសាទរដែលលោកបានឈ្នះរង្វាន់ធំ160លានយន់អរគុណលោកច្រើនប៉ុន្តែខ្ញុំណែនាំថាលោកមិនគួរប្រាប់មនុស្សច្រើនពេកឡើយហេតុអ្វីទៅក្រោយមានលុយមិនត្រឹមតែមានគម្រោងវិនិយោគផ្សេងមករកលោកទេជួនកាលថែមទាំងអាចឆ្លោះទាស់ទែងជាមួយសាច់ញាតិទៀតផងព្រោះមិនមែនគ្រប់គ្នាសុទ្ធតែចង់ឃើញលោកបានសុខស្រួលនោះឡើយគ្រាន់តែចុះហត្ថលេខានៅទីនេះទៅជាការស្រេចអត្រាពន្ធគឺ20ណាឆ្លៀតឱកាសបុណ្យទូកនាគនេះត្រឡប់ទៅផ្ទះវិញខ្ញុំនឹងលបងមើលថាសាច់ញាតិទាំងនេះមានចិត្តស្មោះឬពុតត្បុតចំពោះខ្ញុំគ្រាន់តែលបងបន្តិចដឹងហើយមកញ៉ាំពងទាស្ងោរទឹកតែមកនំអន្សមចាំម៉ែប្រែវាបន្តិចសិនត្រូវរំញ៉ាំមួយសាទៀតជីឆាំងកូនពិបាកនឹងបានមកលេងផ្ទះម្ដងណាស់ញ៉ាំឲ្យច្រើនទៅណាបាទអរគុណម៉ែខ្ញុំមើលទៅទឹកស្ងោរនំអន្សមចិត្តរៀងអស់ហើយថែមទឹកបន្តិចទេថែមទឹកកូនសម្រាប់ទៅចាំម៉ែធ្វើម្ដងមិនអីទេម៉ែបងជីឆាំងពិបាកនឹងបានមកលេងផ្ទះម្ដងទុកឲ្យខ្ញុំធ្វើចុះជីឆាំងថ្មីនេះការងារសំណងយ៉ាងម៉េចដែរហើយសំរុំដែលឪពុកម៉ែអាយ៉ាងខ្ញុំមានរឿងមួយចង់ប្រាប់អ្នកទាំងអស់គ្នានិយាយមកម៉ែកំពុងស្ដាប់ហើយពុកម៉ែអាយ៉ាងសង្ឃឹមថាការសាកល្បងចិត្តមនុស្សលើកនេះអ្នកទាំងអស់គ្នានឹងមិនធ្វើឲ្យខ្ញុំខកចិត្តឡើយជួបការលំបាកមែនទេពុកម៉ែខ្ញុំនៅខាងក្រៅបង្កបញ្ហាធំហើយគឺជំពាក់លុយគេ1.6លានស្អីគេ1.6លានកូននិយាយម្ដងទៀតមើលជំពាក់ប៉ុន្មាន1.6លានជំពាក់ដោយសារអ្វីនិយាយឲ្យច្បាស់ប្រាប់ពុកមើលការដ្ឋានបាក់ស្រុតសង្កត់លើមនុស្សត្រូវសងការខូចខាតនិងបង់ប្រាក់ពិន័យអស់រលីងពីខ្លួនហើយចុះកូនវិញមានរបួសត្រង់ណាអត់កូនមិនអីទេម៉ែមនុស្សមិនអីគឺល្អហើយ1.6លានតើបានអ្វីសងគេខ្ញុំមិនដឹងដែរមានតែទៅមុខតាមដំណើរនឹងហើយឯងនេះដើរមួយជំហានធ្លាក់រំដៅមួយជំហានពេលបាក់ស្រុតសង្កត់លើគេមុនពេលមានរឿងឯងមិនមើលលក្ខខណ្ឌធានារ៉ាប់រងទេអីចុះខាងភីគីកមិនជួយដោះស្រាយទេពុកមនុស្សត្រូវសង្កត់ទៅហើយតើឲ្យខ្ញុំរុញកំហុសទៅឲ្យអ្នកណាឯងរឹងក្បាលទៅចរិតដូចម្ដាយឯងបេះបិទហេតុអីមកខឹងដាក់កូនទៅវិញវាជួបបញ្ហាធំបែបនេះមិនព្រមជួយគិតរកផ្លូវដោះស្រាយឲ្យវាបែរជាមកជៀសវានៅទីនេះទៅវិញតើខ្ញុំអាចមានវិធីអ្វីទៅ1.6លានទោះបីជាលក់ផ្ទះចាស់យើងនេះចោលក៏មិនគ្រាន់ផងបងតើក្រុមការងារសំណងរបស់បងនៅសល់មនុស្សប៉ុន្មានអ្នកទៀតចុះខាងអ្នកផ្គត់ផ្គង់សម្ភារៈអាចសុំបងរំលោះបានទេមនុស្សបែកខ្ញែកអស់ហើយខាងអ្នកផ្គត់ផ្គង់សម្ភារៈដេញដោលខ្លាំងណាស់បើមិនទូទាត់លុយក្នុងរយៈពេល1ខែទៀតគេនឹងប្រឹងហើយចុះបងស្រីស៊ូរ៉ានមិត្តស្រីរបស់បងនៅឯទីរួមស្រុកនោះគាត់ដឹងរឿងនេះនៅមិនទាន់បានប្រាប់គាត់នៅឡើយទេរឿងធំបែបនេះមិនយូរមិនឆាប់គាត់គង់តែដឹងដល់ហ្នឹងជីឆាំងកូនញ៉ាំបាយសិនទៅណាម៉ែខ្ញុំមិនឃ្លានទេមិនឃ្លានក៏ត្រូវតែញ៉ាំដែរចាំម៉ែដួសស៊ុបមួយចានឲ្យកូនញ៉ាំទៅនឹងបានកក់ក្ដៅក្រពះចុះក្រុមការងារសំណងរបស់ឯងឥឡូវពួកគេនិយាយថាម៉េចខ្លះពួកគេកំពុងរងចាំការសងជំនួយចិត្តខ្ញុំគ្មានមុខទៅជួបពួកគេទេឯងគ្មានមុខទៅជួបពួកគេចុះពួកគេមានមុខមកស្វែងរកឯងមែនទេរឿងបាក់ស្រុតបែបនេះវាជាគ្រោះធម្មជាតិនិងគ្រោះថ្នាក់ចៃដន្យតើឯងអាចទ្រាំទ្រម្នាក់ឯងរួចទៅនៅក្នុងផ្ទះនៅសល់លុយ258,000ទៀតដែលជាលុយម៉ែឯងសន្សំនិងលុយខ្ញុំសន្សំប្រមូលផ្ដុំគ្នាឯងយកទៅដោះស្រាយការងារបន្ទាន់សិនទៅពុកធ្លាប់សន្យានឹងខ្ញុំថានឹងឲ្យលុយខ្ញុំ188,000ដើម្បីការប្រពន្ធការនាងស៊ីហួយណាស់ណាពុកដឹងហើយប៉ុន្តែរឿងរបស់បងប្រុសឯងវាប្រញាប់ខ្លាំងណាស់មិនអាចបណ្ដោយឲ្យវាគ្មានលុយសងគេរហូតដល់ត្រូវជាប់គុកនោះទេមែនទេអាកាំងរឿងរៀបការពេញមួយជីវិតរបស់កូនក៏សំខាន់ណាស់ដែរម៉ែនិងពុកមិនបោះបង់កូនចោលនោះទេជីឆាំងកូនញ៉ាំស៊ុបសិនទៅទុកឲ្យត្រជាក់វានឹងឆ្អាប់ហើយស្អែកនេះពុកនឹងទៅរកពើរបស់ឯងមើលថាតើអាចខ្ចីបានខ្លះអត់ពុកនិស័យរបស់ពើយ៉ាងម៉េចពុកដឹងហើយទៅដល់ច្បាស់ជាត្រូវគាត់និយាយឌឺដងមិនខានគាត់ឌឺដងជារឿងរបស់គាត់ខ្ញុំទៅអង្វរជារឿងរបស់ខ្ញុំបងប្រុសឯងជួបបញ្ហាធំបែបនេះបើមិនជួយយ៉ាងម៉េចកើតលុយ1.6លានជាការកុហកតែទឹកចិត្តពុកម៉ែចំពោះខ្ញុំជាការពិតអ្វីដែលខ្ញុំជំពាក់ពួកគាត់ជាភពនេះក៏សមមិនអស់ដែរចំណែកឯយ៉ាងគឺត្រូវសង្កេតមើលបន្តទៀតម៉ែស៊ុបពិតជាឆ្ងាញ់ណាស់បើឆ្ងាញ់ស្អែកម៉ែធ្វើឲ្យកូនញ៉ាំទៀតណាស៊ូរ៉ានស្អែកនេះខ្ញុំនឹងប្រាប់អូនថាខ្ញុំជំពាក់គេ1.6លានតើអូននឹងបោះបង់បងចោលឬនៅក្បែរបងបន្តបងញ៉ាំអីហើយឬនៅបងមិនឃ្លានទេអូនញ៉ាំទៅស៊ូរ៉ានបងមានរឿងចង់ប្រាប់អូនមានរឿងអីមែនទេទឹកមុខរបស់បងមើលទៅមិនសូវល្អសោះ
បងមានរឿងនៅខាងសិនចិនហើយការដ្ឋានបាក់ស្រុតត្រូវសងការខូចខាតនិងបង់ប្រាក់ពិន័យសរុបទៅជំពាក់គេ1.6 លានបងនិយាយថាម៉េចបងជំពាក់គេ1.6 លានឥឡូវកម្មករកំពុងតាមទារសំណងពីបងហើយបងមិនមែនកំពុងនិយាយលេងសើចជាមួយអូនទេត្រូវទេរឿងបែបនេះតើបងអាចយកមកនិយាយលេងសើចបានទៅចុះបងគ្រោងនឹងធ្វើការដោះស្រាយយ៉ាងម៉េចបងមិនដឹងទេពុកម៉ែបងបានយកលុយទាំងអស់នៅក្នុងផ្ទះមកឲ្យហើយមានតែ 58,000 យួនប៉ុណ្ណោះសូម្បីតែបងការប្រាក់ក៏មិនគ្រាន់ផងចុះពុកម៉ែរបស់បងដឹងរឿងអស់ហើយមែនទេដឹងអស់ហើយជីឆាំងបងជួបប្រទះរឿងបែបនេះអូនក៏ពិបាកចិត្តខ្លាំងណាស់ដែរប៉ុន្តែលុយ1.6 លានវាមិនមែនជាចំនួនតិចតួចនោះទេចៅស៊ូរ៉ានតើអូននឹងបោះបង់បងចោលដោយមិនខ្វល់ខ្វាយមែនទេបងដឹងហើយម្ដាយរបស់អូនដើមឡើយមានទស្សនៈមិនសូវល្អចំពោះរូបបងស្រាប់ទៅហើយម្ដាយរបស់អូនដើមឡើយគាត់មានទស្សនៈមិនល្អចំពោះបងស្រាប់ហើយបើដឹងថាបងជំពាក់បំណុលគេដល់ទៅ1.6 លានទៀតគាត់ច្បាស់ជាស៊ូរ៉ានប្រសិនបើបងអាចដោះស្រាយបំណុលដ៏ធំនេះបានតើអូនព្រមរងចាំបងទេជីឆាំងអូនអាយុ28ឆ្នាំហើយមិត្តភ័ក្តិរបស់អូនអ្នកដែលត្រូវរៀបការគឺរៀបការអស់ហើយសូម្បីតែកូនរបស់ពួកគេខ្លះក៏ចេះរត់បាត់ទៅហើយម្ដាយអូនតែងតែនាំអូនទៅមើលមុខគូដណ្ដឹងជាញឹកញាប់តែអូននៅតែរងចាំបងជានិច្ចប៉ុន្តែឥឡូវនេះបងបែរជាមកប្រាប់អូនថាបងជំពាក់គេ1.6 លានទៅវិញតើបងចង់ឲ្យអូនធ្វើការសម្រេចចិត្តយ៉ាងម៉េចទៅស៊ូរ៉ានការស្ទាក់ស្ទើររបស់អូនបងបានឃើញហើយស៊ូរ៉ានអូននៅចាំឆ្នាំទៅមែនទេបងធ្លាប់ប្រាប់ថាបងចង់រៀបការជាមួយអូនការងារសំណងក្នុងដៃចិត្តរួចរាល់ហើយបងគិតគូររួចរាល់ថាឲ្យតែបានលុយនោះនឹងអាចគ្រប់គ្រាន់សម្រាប់កក់លុយផ្ទះដំបូងអូនថាយល់ព្រមអូនថានឹងរងចាំបងឥឡូវនេះគម្រោងក៏គ្មានលុយក៏អស់ដែរប៉ុន្តែបងនៅរស់រៀនមានជីវិតដៃបងនៅមានខួរក្បាលបងនៅដំណើរការលុយ1.6 លានបងនឹងសងបន្តិចម្ដងបើ10ឆ្នាំមិនរួចគឺ20ឆ្នាំ20ឆ្នាំមែនទេជីឆាំងដល់ពេលនោះអូនជិតអាយុ50ឆ្នាំទៅហើយពេលបងនិយាយពាក្យទាំងនេះតើបងធ្លាប់គិតទេថាអូនមិនអាចរងចាំបានឡើយចុះបើតាមន័យរបស់អូនតើចង់បានន័យថាយ៉ាងម៉េចទុកពេលឲ្យអូនគិតបន្តិចសិនចុះរឿងធំបែបនេះអូនមិនទាន់អាចទទួលយកបានភ្លាមទេបាទអូនគិតចុះអញ្ចឹងអូនសុំត្រឡប់ទៅធ្វើការវិញសិនហើយបងត្រូវមើលថែខ្លួនឯងឲ្យបានល្អណាស់បងដឹងហើយឲ្យតែជានារីធម្មតាម្នាក់គ្មាននរណាម្នាក់ចង់រៀបការជាមួយកម្មករជនបទគ្មានផ្ទះគ្មានឡានថែមទាំងជំពាក់បំណុលគេដល់ទៅ1.6 លាននោះទេប៉ុន្តែស៊ូរ៉ានទឹកភ្នែករបស់អូនជាការពិតការស្ទាក់ស្ទើររបស់អូនក៏ជាការពិតដែរក្នុងចិត្តអូននៅតែមានរូបបងពុកឯងទៅណាហើយប្រញាប់ត្រឡប់មកវិញភ្លាមអីវ៉ាន់ពុកបានរៀបចំរួចរាល់អស់ហើយទៅផ្ទះពើរបស់ឯងដើម្បីខ្ចីលុយជីឆាំងយកលុយ800នេះទៅឲ្យនាងចៅទៅខាងស្រីគេរងចាំកូនយូរមកហើយមិនមែនជាងាយស្រួលនោះទេម៉ែនេះជាលុយរបស់ម៉ែនឹងពុកតើលុយរបស់នរណាក៏ដោយយកទៅតោះទៅដំណើរលើកនេះមិនត្រឹមតែមើលថាផ្ទះរបស់ពើអាចខ្ចីលុយបានឬអត់នោះទេថែមទាំងចង់ឃើញថាតើពួកគេមើលមកគ្រួសារយើងដោយរបៀបណាដែរបងធំសូមឲ្យបានសុខសប្បាយក្នុងពិធីបុណ្យទូកនេះណាអញ្ជើញអង្គុយជៀនឆាវនេះមន់ចិញ្ចឹមខ្លួនឯងសាកយកទៅធ្វើម្ហូបញ៉ាំទៅអូអ៊ំប្រុសមកហើយតើអង្គុយចុះទៅកុំឈរអីលោកតាគាត់ធំក្លិនស្អុយណាស់មានក្លិនអាចមន់ក្មេងមិនដឹងអីទេកុំប្រកាន់អីក្មេងមែនហើយគឺវាមិនដឹងរឿងមែនប៉ុន្តែត្រង់ណាធំក្លិនស្អុយគឺវានៅតែអាចហិតដឹងដដែលហ្នឹងជីឆាំងអាយុឆ្នាំនេះ30ហើយមែនទេការមីងអាយុប៉ុនឯងកូនចូលរៀនបរំអស់ទៅហើយហេតុអីឯងនៅលីវចឹងគ្មានផ្ទះគ្មានឡានបែបនេះទៅថ្ងៃមុខការប្រពន្ធយ៉ាងមិនកើតវាវល់នឹងការងាររវល់ច្រើនឆ្នាំមកនេះតើវល់បានលទ្ធផលស្អីខ្លះមីងឮថាអញធ្វើជាមេការសំណងនៅសិនចិនការងារនោះទាំងហត់ទាំងខ្វក់មួយឆ្នាំសន្សំលុយបានប៉ុន្មានទៅអ៊ំប្រុសមិនមែនខ្ញុំចង់និយាយអ៊ំទេតែកូនចៅមិនអាចតាមចិត្តពេកនោះទេជីឆាំងអាយុប៉ុណ្ណេះហើយគួរតែរៀបការសាងគ្រួសារទៅហើយបាទក្មួយប្រសានិយាយត្រូវហើយបងធំថ្ងៃត្រង់នេះនៅហូបបាយជុំគ្នាទៅមិនបាច់ទេពួកខ្ញុំគ្រាន់តែមកលេងមួយផ្លែតហើយក៏ទៅវិញហើយជៀនឆាវតាមពិតមកថ្ងៃនេះគឺមានរឿងមួយចង់និយាយជាមួយឯងមានរឿងអីទៅនិយាយមកមើលជីឆាំងវាមានរឿងនៅសិនចិនការដ្ឋានបាក់ស្រុតសង្កត់លើមនុស្សត្រូវសងសំណងនឹងបង់ប្រាក់ពិន័យជំពាក់គេ1.6 លានស្អីគេ1.6 លានខ្ញុំថាហើយថានៅវាំងជីឆាំងនេះគ្មានបានការទេមើលចុះអ៊ំប្រុសខ្ញុំប្រាប់អ៊ំយូរហើយថាកុំតាមចិត្តវាពេកឥឡូវសំចិត្តនៅបង្កបំណុលធំបែបនេះអ៊ំប្រុសមិនមែនពួកខ្ញុំមិនចង់ជួយទេតែគ្រួសារខ្ញុំមានកូន2នាក់ម្នាក់រៀនបឋមម្នាក់រៀនមត្តេយ្យការចំណាយច្រើនណាស់ពួកខ្ញុំបានលុយពីណាមកជួយសងបំណុលដ៏ធំនេះទៅម្យ៉ាងវិញទៀតលុយ1.6 លានទោះបីជាយកលុយទាំងអស់ក្នុងផ្ទះខ្ញុំមកសងក៏មិនគ្រាន់ផងគ្រាន់តែចំនួនលុយភ្លាមក៏ប្រញាប់កាត់ការចោលផ្លែតល្អហើយមនុស្សបែបនេះទោះបីជាមានលុយក៏មិនអាចឲ្យពួកគេដឹងបានដែរបងធំមិនមែនខ្ញុំមិនចង់ជួយបងទេតែលុយនេះវាច្រើនពេកហើយខាងខ្ញុំពិតជាគ្មានលុយយកមកជួយបានទេពើមីងពើកុំពិបាកចិត្តអី
ថ្ងៃនេះខ្ញុំមកជាមួយពុកគ្រាន់តែចង់មកប្រាប់តមកថាលុយនេះខ្ញុំនឹងរកវិធីដោះស្រាយដោយខ្លួនឯងមិនឲ្យរំខានដល់អ្នកទាំងអស់គ្នាឡើយជីឆាំងអញគិតបែបនេះគឺត្រូវហើយលុយ1.6 លានក៏មិនមែនជាផ្លូវតដែរអញសងបន្តិចម្ដងទៅគង់តែមានថ្ងៃសងអស់មិនខានអញ្ចឹងពួកខ្ញុំសុំលាសិនហើយមន់នេះទុកជូនអ្នកទាំងអស់គ្នាចុះជាមន់ចិញ្ចឹមខ្លួនឯងទេត្រឡប់មកវិញហើយញ៉ាំបាយសិនទៅអាការៈពើរបស់ឯងពុកស្មានដឹងតាំងពីដំបូងមកម្លេះគ្រាន់តែក្នុងចិត្តវានៅតែមានអារម្មណ៍ថាស្អុះស្អាប់ខ្លាំងណាស់ជីឆាំងកូនគុំយកចិត្តទុកដាក់អីប្រពន្ធកូនរបស់ពួកគេគឺបែបនេះឯងមាត់មិនចេះយកយល់គេឡើយម៉ែខ្ញុំដឹងហើយពើរបស់ឯងមិនព្រមជួយខ្ចីតើយើងអាចទៅពឹងពាក់អ្នកណាបានទៀតទៅពុកនៅមានបងប្អូនបង្កើត2 3នាក់ទៀតមែនទេមិនមែនឯងមិនដឹងនោះទេយុគសម័យនេះគ្រួសារណាក៏ជួបការលំបាករៀងខ្លួនដែរមើលចុះពួកយើងនៅទីនេះបារម្ភពីកូនស្ទើរតែស្លាប់ទៅហើយចុះហេតុអីបានជាកូនធ្វើខ្លួនដូចជាគ្មានរឿងអ្វីកើតឡើងចឹងក៏ដោយសារតែខ្ញុំគ្មានរឿងអ្វីពិតមែននឹងណាមិនបានទេខ្ញុំត្រូវតែធ្វើពុតជាពិបាកចិត្តបន្តិចសិនម៉ែអើយមិនក៏